កូន7 ខែតលន់បបរខាប់គ្រប់គ្រឿងហើយអត់ដឹងថាត្រូវធ្វើអីឲ្យកូនញ៉ាំមែននេះនិយាយទៅមើលតែក្បាលវីដេអូទៅ BA យើង4 ឆ្នាំហើយណាតែនៅតែញ៉ាំរូបមន្តមួយនេះដដែលអញ្ចឹងតោះចង់ដឹងតែខ្ញុំធ្វើមនុយបែបម៉េចរូបមន្តបែបម៉េចមកមានទាំងអស់គ្នាមកតាមដានមួយខ្ញុំទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើជាមីស៊ុបថ្លើមប៉ងមាន់ដែលនៅក្នុងហ្នឹងបន្លែរបស់យើងខ្ញុំប្រើជាសារាយក្រៀមមកមានទាំងអស់គ្នាសារាយក្រៀមនេះគឺល្អខ្លាំងមែនតើសម្រាប់សុខភាពអូនតូចដោយសារវាសម្បូរសារធាតុអ៊ីយ៉ូតហើយសារធាតុអ៊ីយ៉ូតនឹងឯងគឺវាជួយការពារជំងឺក្រិនស្លេកស្លាំងពកកសារធាតុអ៊ីយ៉ូតមិនមែនមានតែនៅក្នុងសារាយក្រៀមទេមកមានទាំងអស់គ្នាវាមាននៅក្នុងគ្រឿងសមុទ្រវាមាននៅក្នុងគ្រឿងសមុទ្រដែលជាប្រភេទមានសបកវាមាននៅក្នុងអំបិលជាដើមប៉ុន្តែអូនតូចអាចញ៉ាំអំបិលបានដែរដូច្នេះហើយយើងសំយោគយកសារធាតុអ៊ីយ៉ូតហ្នឹងពីប្រភេទសារាយហើយសារាយនេះគឺ no MSG មានន័យថាអត់មាន MSG អត់មានសារធាតុអំបិលហើយមានសារធាតុរក្សាទុកឃើញកញ្ចប់តូចៗចេះមកមានទាំងអស់គ្នាតែមួយកញ្ចប់ហ្នឹងអាចធ្វើម្ហូបបានដល់ទៅ17 ដងដោយសារអីនេះសាច់សារាយរបស់យើងគឺទូចមែនតើងាយស្រួលក្នុងការអូនញ៉ាំហើយសម្រាប់មីថ្ងៃនេះខ្ញុំប្រើជាប្រភេទមីសារីរាងចម្រុះបើសិនជាមកមីទាំងអស់គ្នាខ្ជិលកាច់ទៅខ្លាចវាវែងខ្លីអត់ស្មើគ្នាអាចយកតិចនិចរបស់ខ្ញុំនេះទៅប្រើបានសម្រាប់មីគឺខ្ញុំយកវាមកកិនមកមីទាំងអស់គ្នាដើម្បីឲ្យវាបានរៀងទូចកណាត់ទូចងាយស្រួលក្នុងការអូនញ៉ាំព្រោះអីមកមីខ្លះពេលដែលគាត់ឃើញមីដែលយើងណែនាំទៅគាត់និយាយថាអញ្ចឹងបងមីនឹងវែងហ្នឹងកូនខ្ញុំ7 ខែញ៉ាំមិនទៅតោះឥឡូវមកកិនដូចខ្ញុំទៅធានាថាអូនស្រួលញ៉ាំតែម្ដងដោយសារមីនេះជាប្រភេទមីសារីរាងអញ្ចឹងមកមីទាំងអស់គ្នាប្រើដោយទំនុកចិត្តបាច់បារម្ភทั้งខ្លាចកូនក្តៅកលាកកឬក៏ស្អិតពោះវៀនទេហើយសម្រាប់ផ្នែកបន្លែមួយទៀតខ្ញុំប្រើជាពេញប៉ោះមកមីទាំងអស់គ្នាអាចច្រាំវាក៏បានដែរតែខ្ញុំសុំកិនណៃដើម្បីឲ្យវាងាយស្រួលហើយបានលបាយរាងតូចអញ្ចឹងវិធីចម្អិនមីរបស់យើងគឺងាយមកមីទាំងអស់គ្នាពេលដែលទឹកយើងពុះយើងចាក់មីរបស់យើងចូលសម្រាប់មីរយៈពេលនៃការចម្អិនចន្លោះពី5ទៅ7 នាទីហើយខ្ញុំភ្លេចបញ្ជាក់មីមកប្រអប់ហ្នឹងញ៉ាំបានច្រើនដងមែនតើខ្ញុំដាក់តែម្ដងមែនតែកូនខ្ញុំញ៉ាំ2 នាក់អញ្ចឹងបើសិនជាកូនមកមីញ៉ាំតិចគឺញ៉ាំបានច្រើនដងចំណែកផ្នែកសាច់ថ្ងៃនេះខ្ញុំប្រើជាសាច់ថ្លើមមាន់សម្ងួតក្លិនឈ្ងុយអត់ស្អុយទេខ្ញុំធានាមកមីទាំងអស់គ្នាសម្រាប់អូន6 ខែឡើងទៅនិយាយទៅថ្លើមមាន់សម្ងួតនេះល្អខ្លាំងមែនតើសម្រាប់សុខភាពកូនដោយសារនៅក្នុងប្រភេទពួកថ្លើមមិនថាថ្លើមមាន់ថ្លើមជ្រូកឬក៏ថ្លើមគោទេគឺវាសម្បូរទៅដល់ជាតិដែកនឹងឯងដែលវាជួយក្នុងការផលិតគ្រាប់ឈាមក្រហមកុំឲ្យកូនយើងស្លេកស្លាំងសម្រាប់តិចនិចមួយទៀតដើម្បីឲ្យជាតិដែកដែលយើងផ្ដល់ឲ្យកូននឹងស្រូបទៅក្នុងរាងកាយបានល្អមកមីទាំងអស់គ្នាត្រូវផ្សំជាមួយអាហារដែលសម្បូរទៅដោយវីតាមីន C ដូចជាពួកពេញប៉ោះ broccoli ខ្ទឹមបារាំងជាដើមឡាក់ផ្នែកសារាយគឺខ្ញុំច្រាមវាឲ្យតូចព្រោះបើដាក់ក្នុងម៉ាស៊ីនកិនតថែមទឹកអញ្ចឹងខ្ញុំខ្ជិលដាក់ច្រាមវាហ្មងទៅហើយសម្រាប់ថ្ងៃនេះរូបមន្តពិសេសមួយទៀតគឺខ្ញុំប្រើជាទឹកបន្លែផ្លែឈើមកមានទាំងអស់គ្នាដែរសង្កេតអត់ពេលដែលកូនធុញអាហារនៅពេលណាពេលខ្លះយើងផ្សំបន្លែច្រើនពេកទៅក្នុងបបរគាត់ធ្វើឲ្យវាកពុលគាត់ចាញ់ក្លិនគាត់អត់ញ៉ាំទេហើយមួយទៀតកុំភ្លេចសង្កេតទៅលើរឿងទឹកស៊ុបថ្លាផងការដែលប្រើទឹកស៊ុបថ្លាដដែលរាល់ថ្ងៃរាល់ពេលពេកក៏ជាចំណុចមួយធ្វើឲ្យកូនរើសអាហារដែរបន្ទាប់ពីដាក់បន្លែនឹងទឹកសអីចូលរួចរាល់ហើយខ្ញុំបន្ថែមស៊ុតនៅក្រោយគេដូចខ្ញុំបញ្ជាក់រាល់វីដេអូអញ្ចឹងសម្រាប់ស៊ុតអាចប្រើបានទាំងក្រហមទាំងសតែបើបារម្ភខ្លាចកូននៅលាក់ស៊ីជាមួយផ្នែកសមកមីទាំងអស់គ្នាអាចប្រើពណ៌ក្រហមសិនបានឥឡូវមីយើងគឺរួចរាល់ហើយអាចដួសដាក់ចានឲ្យអូនញ៉ាំបានសម្រាប់កូនតូចប៉ុណ្ណេះគឺគ្រប់គ្រាន់ហើយមកមីទាំងអស់គ្នាតែសម្រាប់មនុយនេះដូចខ្ញុំបញ្ជាក់អញ្ចឹងខ្ញុំមិនដែរធ្វើឲ្យចាក់ចោលទេមនុយបបរកូនធ្វើឲ្យគឺកូនខ្ញុំអ្នកញ៉ាំទាំងអស់អញ្ចឹងហើយពួកគាត់រៀងធំហីត្រូវការរសជាតិឲ្យបែបដិតអញ្ចឹងខ្ញុំអាចបន្ថែមជាសាច់ផាត់នេះបានហើយសាច់ផាត់នេះអូន3 ខែឡើងទៅគឺអាចញ៉ាំបានហើយក្លិនវាឈ្ងុយរសជាតិវាឆ្ងាញ់វាសម្បូរប្រូតេអ៊ីនដោយសារវាធ្វើចេញពីសាច់សុទ្ធណាមកមីទាំងអស់គ្នាធ្វើអីណាដល់លើកហត់ញ៉ាំមីឡើងលើកហត់មិញនេះគឺជាគ្រឿងផ្សំដែលខ្ញុំប្រើនៅក្នុងមនុយមួយនេះមកមីទាំងអស់គ្នាត្រូវការគ្រឿងទេសអាហារូបត្ថម្ភអាចតាក់ទងមកគុណអមរេចបានអរគុណច្រើន